លោកឧត្តមសេនីយ៍ទូឡៅមីហួតបានអញ្ជើញចុះជួបសំណេះសំណាលនិងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីគ្រួសារដែលមានជីវភាពខ្វះខាតលំបាកនិងបាននាំយកនៅសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីចែកជូនដល់ពួកគាត់ភាពដ៏សាមញ្ញទឹកចិត្តដ៏សប្បុរសនិងក្តីមេត្តាករុណារបស់ឧត្តមសេនីយ៍ទូនិងលោកជំទាវកន្លងមកក៏ដូចជាបច្ចុប្បន្នចូលរួមចែកជូនអំណោយជាបន្តបន្ទាប់ដូចជាសម្ភារៈសិក្សាគ្រឿងឧបភោគបរិភោគថវិកាជួយព្យាបាលជូនដល់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតកសាងវត្តអារាមសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ជួយដល់មណ្ឌលកុមារកំព្រានៅតាមទីជនបទស្រុកស្រែចម្ការនិងតំបន់ដាច់ស្រយាលដោយផ្ទាល់ឬដោយប្រយោលរបស់លោកទាំងទ្វេទទួលបានការគោរពស្រឡាញ់ពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើនសកម្មភាពរបស់លោកឧត្តមសេនីយ៍ទូនិងលោកជំទាវគឺជាគំរូដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលចង់ចូលរួមជាផ្នែកមួយនៃការចែករំលែកសេចក្តីមេត្តាទោះតែជាអំណោយតូចមួយក៏អាចមានអត្ថន័យធំសម្រាប់មនុស្សម្នាក់ជីវិតអ្នកមានជីវភាពខ្វះខាតលំបាកអាចនាំឲ្យមានការឈឺចាប់ប៉ុន្តែការទទួលបានជំនួយពីចិត្តល្អគឺជាពន្លឺមួយនៅក្នុងភាពងងឹតឧត្តមសេនីយ៍ទូឡៅមីងហួតនាំយកអំណោយចែកជូនពលរដ្ឋពីគ្រួសារដែលមានជីវភាពខ្វះខាតលំបាករស់នៅភូមិត្រពាំងអញ្ចាញ5នារសៀលថ្ងៃទី7ឧសភា2025ឧត្តមសេនីយ៍ទូឡៅមីងហួតអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍សម្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននាំយកអំណោយដោយផ្ទាល់ចែកជូនប្រជាពលរដ្ឋពីគ្រួសារដែលមានជីវភាពខ្វះខាតលំបាករស់នៅភូមិត្រពាំងអញ្ចាញ5សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញទី1លោកពូប៊ុនលេងអាយុ51ឆ្នាំមានពិការភាពដោយជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃហើយត្រូវបានកាត់ជើងខាងស្ដាំពេលថ្មីកន្លងទៅនេះទី2អ្នកមីងអេងផានីអាយុ49ឆ្នាំមានពិការភាពតាំងពីកំណើតសំដីគេសង់ខ្ទមតូចពុំព័ទ្ធដោយប៉ាតង់ដើម្បីស្នាក់អាស្រ័យអំណោយចែកជូនពីគ្រួសាររួមមានអង្ករ6ការ៉ុងមី6កេសទឹកស៊ីអ៊ីវ1កេសធំទឹកត្រី1កេសទឹកដោះគោ2កេសតូចអាវយឺត4មីសរសៃធំ4ដុំរួមនឹងថវិកា90,000រៀលលោកឧត្តមសេនីយ៍ទូបានលើកឡើងថាទោះអំណោយនេះតិចតួចក្តីតែក៏អាចជួយសម្រួលដល់ជីវភាពនិងការលំបាកចំពោះបងប្អូនបានមួយគ្រាផងដែរ